ចាគឺថាដល់រដូវក្នុងមួយឆ្នាំធ្វើម៉េចឲ្យបានហូបម្ដងណាបងប្អូនគឺជាសម្លទំពាំងចាប្តីរបស់នាងខ្ញុំក៏ឃ្លានទំពាំងហើយក៏បាននាំប្តីប្រពន្ធទៅកោះទំពាំងនៅឯព្រៃនៅឯភូមិរបស់បងស្រីនាងខ្ញុំចាកោះទំពាំងហើយក៏បេះនៅស្លឹកបន្លែស្រស់ហ្នឹងគឺស្លឹកនប់ពីនងមកស្រាច់បងប្អូនណាគឺថាផ្សំគ្រឿងតរំតបានសឡមួយឆ្នាំងនេះគឺថាចង់មកព្រឹកថ្ងៃត្រង់ណាបងប្អូនចាតរំតកោះតពាំងបានតរំតបេះស្លឹកនប់បានឥឡូវនេះគឺថ្មបានហើយមកដល់ផ្ទះហើយក៏ធ្វើការសាប់លាងតពាំងនឹងឲ្យវាស្អាតសម្រស់ឲ្យស្រស់ហើយក៏បើកធ្វើការបេះបន្លែចាគឺថាបេះបន្លែស្រស់របស់យើងហើយនាងខ្ញុំនេះគឺតម្រៀបស្លឹកឆៃយ៉ាហ្នឹងកាត់ជាពីរព្រោះថាស្លឹកហ្នឹងវាវែងណាបងប្អូនវាមិនដូចស្លឹកនប់ទេអញ្ចឹងហ្នឹងក៏ធ្វើការកាត់ជាពីរទៅដើម្បីឲ្យវាតូចទៅដាក់ទៅវាត្រូវជាមួយនឹងសន្លទំពាំងត្រីប្រាដែលវាជាខ្លាញ់តិចមកដាក់មកជាមួយសម្លទំពាំងនឹងគឺថាវាទុនបន្លែដាក់ទៅហើយនឹងសឡប់ជាមួយស្លឹកនប់ជាមួយនឹងស្លឹកឆៃយ៉ាគឺថាបងប្អូនណាអើយគឺថាមើលទៅគួរឲ្យចង់ហូបណាបងប្អូនពិសេសទៀតគឺត្រីប្រានឹងវាមានជាតិខ្លាញ់នោះបងប្អូនចាហើយដាក់ទៅសម្លរបស់យើងគឺថាទុនបន្លែតែម្ដងចាឥឡូវនេះក៏មកធ្វើការដាក់ដាំទឹកហើយណាបងប្អូននៅពេលដែលដាំទឹកក្តៅទឹកពុះហើយក៏ធ្វើការដាក់គ្រឿងចូលមានអំបិលប៊ីចេងស្ករចាដាក់ចូលឲ្យស្រេចអញ្ចឹងណាបងប្អូនចានៅពេលនោះឯងគឺថាកូវឹករួចរាល់ហើយក៏ធ្វើការដាក់ទំពាំងចូលតែម្ដងចាដាក់ទំពាំងចូលរួចហើយក៏ទឹកពុះចាពុះបន្លែឆ្អិនហើយក៏ចាប់ផ្ដើមជ្រុំប្រហុកបន្តិចបងប្អូនណាគឺថាជ្រុំប្រហុកចូលហើយក៏ធ្វើការដាក់ត្រីចូលចាដាក់ត្រីចូលនឹងដើម្បីរំងាស់ត្រីនឹងឲ្យវាឆ្អិនល្អណាបងប្អូនចាខ្ញុំរំងាស់យូរទៅណាត្រីស្រស់អញ្ចឹងខ្ញុំអត់នេះទេរំងាស់ឲ្យយូរទៅឲ្យវាឆ្អិនត្រីល្អចាហើយក៏វឹកកោទៀតបងប្អូនណាឥឡូវនេះសម្លហ្នឹងក៏បានឆ្អិនហើយណាបងប្អូនក៏ធ្វើការដាក់បន្លែស្រស់ចូលហើយចាដាក់បន្លែស្រស់ចូលបានន័យថាឆ្អិនហើយសម្លរបស់នាងខ្ញុំចាឥឡូវនេះក៏យកវែកមកសកត់ស្លឹកបាសស្លឹកនប់នឹងឲ្យវាក្រាបជាមួយនឹងបន្លែយើងចឹងទៅណាបងប្អូនចានៅពេលហ្នឹងគឺសឡយើងកំពុងតែពុះខ្ជូលណាបងប្អូនចាបន្លែក៏ក្រាបហើយក៏ធ្វើការចាក់ម្ទេសចូលដើម្បីឲ្យវាហិលបន្តិចនៅក្នុងឆ្នាំងហ្នឹងគឺថាបងប្អូនអើយចាគឺថាដែតខ្លាញ់ត្រាមក